នៅពេលក្រុមហ៊ុនប្រកាសអំពីការផ្លាស់ប្ដូរមនុស្សមួយចំនួនអាចមានអារម្មណ៍រំភើបប៉ុន្តែមនុស្សមួយចំនួនផ្សេងទៀតអាចនឹងមានអារម្មណ៍ថាស្ទាក់ស្ទើរមិនប្រកបចិត្តឬមួយក៏ប្រឆាំងហើយអ្វីបានជាការផ្លាស់ប្ដូរដែលមានគោលបំណងល្អទៅជាបង្កើតនៅប្រតិកម្មផ្ទុយបែបនេះទៅវិញការប្រឆាំងគឺជារឿងធម្មតាជាដំបូងយើងត្រូវយល់ថាការប្រឆាំងមិនមែនសុទ្ធតែជារឿងអវិជ្ជមាននោះទេនៅពេលក្រុមហ៊ុនប្រកាសអំពីការផ្លាស់ប្ដូរមនុស្សមួយចំនួនអាចមានអារម្មណ៍រំភើបប៉ុន្តែមនុស្សមួយចំនួនផ្សេងទៀតអាចនឹងមានអារម្មណ៍ថាស្ទាក់ស្ទើរមិនប្រកបចិត្តឬមួយក៏ប្រឆាំងការផ្លាស់ប្ដូរមានន័យថាជាការដែលយើងចាក់ចេញពីភាពស៊ាំនិងស្ថិរភាពដែលមនុស្សយើងធ្លាប់ស្គាល់មនុស្សភាគច្រើនមានទំនោរទៅលើការរក្សាទុកនៅស្ថានភាពដែលខ្លួនមានការគ្រប់គ្រងនិងមានទំនុកចិត្តដូច្នេះនៅពេលដែលមានអ្វីថ្មីកើតឡើងប្រតិកម្មដំបូងគឺជារឿងធម្មតាគឺជាការការពារនិងការស្ទាក់ស្ទើរមូលហេតុដែលធ្វើឲ្យមនុស្សប្រឆាំងជាមួយនឹងការផ្លាស់ប្ដូរអាចរួមមានដូចជាការភ័យខ្លាចនៅពេលអនាគតភាពមិនច្បាស់លាស់ការប្រស័យទាក់ទងមិនច្បាស់លាស់ការប្រូក្រាមអំពីទូនាទីនិងសមត្ថភាពផ្ទាល់ខ្លួនការមិនយល់ពីអត្ថប្រយោជន៍នៃការផ្លាស់ប្ដូរនៅពេលដែលមនុស្សមិនយល់ច្បាស់ថាហេតុអ្វីបានជាត្រូវផ្លាស់ប្ដូរនិងតើវាប៉ះពាល់ដល់ខ្ញុំដូចម្តេចការសន្មត់និងការភ័យខ្លាចអាចនឹងកើតមានឡើងដោយស្វ័យប្រវត្តិជាទូទៅមនុស្សភាគច្រើនឆ្លងកាត់ជាមួយនឹងដំណាក់កាលអារម្មណ៍មួយចំនួននៅពេលដែលពួកគេប្រឈមជាមួយនឹងការផ្លាស់ប្ដូរញាប់ផ្អើលប្រឆាំងបដិសេធទទួលយកនិងសម្របខ្លួនដំណាក់កាលទាំងនេះមិនមែនជាសញ្ញានៃភាពបរាជ័យនោះទេប៉ុន្តែវាគឺជាដំណើរការធម្មជាតិនៃការសម្របខ្លួនរបស់មនុស្សសរុបមកការប្រឆាំងការផ្លាស់ប្ដូរមិនមែនជាបញ្ហាដែលត្រូវការការបង្ក្រាបនោះទេប៉ុន្តែជាសញ្ញាដែលបង្ហាញថាមនុស្សត្រូវការការយល់ដឹងការពន្យល់និងការគ្រប់គ្រងនៅពេលដែលអង្គភាពឬមួយក៏ក្រុមហ៊ុនយល់ពីមូលហេតុទាំងអស់នេះការផ្លាស់ប្ដូរអាចត្រូវគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាពនិងមនុស្សអាចផ្លាស់ប្ដូរពីការប្រឆាំងទៅជាការចូលរួមយ៉ាងសកម្ម